រឿង The King is Warden របស់ជីហ៊ុនក្លាយជាភាពយន្តមានអ្នកទស្សនាច្រើនបំផុតលំដាប់ទី3ខ្សែភាពយន្តរឿង The King is Warden ដែលផាកជីស៊ូសម្ដែងជាតួឯកបានក្លាយជាភាពយន្តដែលមានអ្នកទិញសម្បត្តិចូលទស្សនាច្រើនជាងគេបំផុតលំដាប់ទី3ក្នុងប្រវត្តិសាស្ត្រភាពយន្តកូរ៉េខណៈបន្តលើតំណែងខ្ពស់លើតារាង Box Office នេះបើផ្អែកតាមការចុះផ្សាយរបស់ The Korean Times នៅថ្ងៃទី23ខែមីនានេះត្បិតចេញផ្សាយតាំងពីដើមខែកុម្ភៈទិន្នន័យពីក្រុមប្រឹក្សាភាពយន្តកូរ៉េបានឲ្យដឹងថានៅចុងសប្តាហ៍នេះភាពយន្តប្រវត្តិសាស្ត្រខាងលើនៅតែអាចទាក់ទាញអ្នកទស្សនាបានប្រហែល 830,000 នាក់បន្ថែមទៀតនាំឲ្យភាពយន្តនេះទទួលបានអ្នកទស្សនាសរុប 14.75 លាននាក់បច្ចុប្បន្ន The King is Warden បានក្លាយជាភាពយន្តដែលមានអ្នកទិញសម្បត្តិចូលទស្សនាច្រើនបំផុតលំដាប់ទី3ក្នុងប្រវត្តិសាស្ត្រភាពយន្តកូរ៉េខាងត្បូងនៅពីក្រោយភាពយន្តរឿង The Admiral Ronin Current 2014 ដែលមានចំនួនទស្សនិកជន 17.6 លាននាក់និងរឿង Extreme Job 2019 ដែលមានចំនួនទស្សនិកជនសរុប 16.2 លាននាក់យ៉ាងណាមិញដោយសារតែតម្លៃសំបុត្រមានការកើនឡើងចំណូលរបស់រឿង The King is Warden បានវាដាច់ភាពយន្តទាំងនេះដោយបច្ចុប្បន្នរឿងនេះទទួលបានចំណូលសរុប 142.5 លានវ៉ុនប្រហែល 94.6 លានដុល្លារអាមេរិកស្របពេលដែលរឿង The Admiral Ronin Current រកចំណូលបាន 135.7 ពាន់លានវ៉ុននិងរឿង Extreme Job រកបាន 139.6 ពាន់លានវ៉ុនភាពយន្តប្រវត្តិសាស្ត្រ The King is Warden និយាយពីមិត្តភាពដែលមិននឹកស្មានដល់រវាងមេភូមិម្នាក់ឈ្មោះអឺមហឿងឌូសម្ដែងដោយហ៊ូហៃជីននិងអតីតព្រះមហាក្សត្រដាងចុងសម្ដែងដោយផាកជីហ៊ុននៃរាជវង្សជូសិនក្នុងអំឡុងពេលដែលព្រះអង្គត្រូវនិរទេសខ្លួនទៅរស់នៅក្នុងភូមិដាច់ស្រយាលមួយក្នុងការសម្ដែងរឿងនេះផាកជីហ៊ុនក៏បានលះបង់សម្រក់អស់15គីឡូក្នុងរយៈពេល2ខែកន្លះដើម្បីឲ្យសមស្របទៅនឹងតួអង្គព្រះរាជាដែលឈឺចាប់និងត្រូវនិរទេសចេញពីព្រះរាជវាំងអង្គនេះផងដែរលើសពីនេះ The King is Warden ក៏ទទួលបានការកោតសរសើរចំពោះការផ្ដិតយកទេសភាពធម្មជាតិដ៏ស្រស់ត្រកាលពីទីតាំងប្រវត្តិសាស្ត្រជាពិសេសទីតាំងដែលព្រះអង្គត្រូវនិរទេសទៅរាយការណ៍ពីនាងខ្ញុំចន្ទ្រា TV5 Online News